ឡូជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូសកិកាកូរ៉ាចំពោះថ្ងៃនឹងផងដែរឲ្យមានគន្នឹងមកបញ្ចប់សាររឿងចាប់ជាតិคล้ายទៅជាស្ដេចបិសាចនៅក្នុងស៊ីហ្សិនទី1ដែលត្រូវជាអេពីសូតទី12របស់យើងគឺជាអេពីសូតបញ្ចប់តែម្ដងអញ្ចឹងមុននឹងចូលទៅកាន់វីដេអូមួយនេះទាំងអស់គ្នាកុំភ្លេចធ្វើការចុច like នៅវីដេអូនេះម្នាក់មួយផងណាតោះអញ្ចឹងបើ like ឬហើយចូលមកកាន់ការសម្ដែងសាររឿងរបស់យើងនៅក្នុងអេពីសូតបញ្ចប់តែម្ដងទៅភាគបញ្ចប់របស់យើងនេះផងដែរយើងក៏បានឃើញថាអាឡឺគីវ៉ាកំពុងតែមកទល់មុខគ្នាជាមួយនឹងអាកូតូនៅពេលហ្នឹងផងដែរអ្នកទាំងពីរក៏បានធ្វើការសន្ទនាគ្នាទៅវិញទៅមកសន្ទនាមួយសន្ទននឹងអាឡឺគីវ៉ាគឺបានដឹងថាអាកូតូគាត់គឺចង់កម្ចាត់ព្រះនោះឯងហើយមូលហេតុដែលអាកូតូគាត់គឺចង់កម្ចាត់ព្រះគាត់គឺចង់កែប្រែនៅពិភពលោកមួយនេះដោយគាត់គិតថាពិភពលោកមួយនេះគឺមិនត្រូវបានគ្រប់គ្រងទៅដោយព្រះនោះទេវាគឺជាឆន្ទៈរបស់មនុស្សដើម្បីរស់នៅក្នុងការសម្រេចចិត្តធ្វើរឿងអ្វីមួយដែលខ្លួនឯងទៅវិញទេមិនគួរណាព្រះជាអ្នកសម្រេចឡើយនៅពេលដែលបានដឹងបែបហ្នឹងអាឡឺគីវ៉ាគាត់គឺបានធ្វើការហាមឃាត់ទៅកាន់អាកូតូព្រោះប្រសិនបើជាអាកូតូចាត់ការទៅលើព្រះនោះមនុស្សគ្រប់គ្នាគឺនឹងគិតទៅលើអាកូតូនៅក្នុងផ្លូវអាក្រក់កាន់តែខ្លាំងព្រោះគាត់គឺជា Demon King មិនថាបើទោះបីជាអាឡឺគីវ៉ាបាននិយាយច្រើនយ៉ាងណានោះទេគឺថាអាកូតូគាត់គឺមិនស្ដាប់នោះឡើយព្រោះអ្នកទាំងពីរក៏ចាប់ផ្ដើមប្រយុទ្ធគ្នាតែម្ដងដែលប្រុសនេះក៏បានប្រាប់ទៅកាន់អាកូតូដូចគ្នាថាអាឡឺគីវ៉ាកំពុងតែប្រើប្រាស់នៅធម៌ពលប្រភេទអីដែលវាគឺជាប្រភេទម៉ាណានៅពេលដែលបានដឹងអំពីធម៌ពលរបស់អាឡឺគីវ៉ាដូច្នោះអាកូតូគាត់គឺចង់ធ្វើនៅរឿងមួយដែលគាត់គឺបានឲ្យប្រុសនេះស្ទុះឡើងទៅខាងលើទៅព្រោះអាកូតូក៏បានស្ទុះយ៉ាងលឿនទៅរកអាឡឺគីវ៉ាតែម្ដងជាមួយនឹងធម៌ពលរបស់គាត់គឺអាកូតូមិនបានធ្វើការវិប្រហារទៅកាន់អាឡឺគីវ៉ានោះទេផ្ទុយទៅវិញគាត់គឺបានអាឡឺគីវ៉ាចាក់គាត់ទៅវិញដៃម្ខាងរបស់គាត់គឺបានទប់ជាមួយនឹងធម៌ពលរបស់អាឡឺគីវ៉ាក៏ប៉ុន្តែខ្លួនប្រាណរបស់គាត់វិញគាត់គឺបានអាឡឺគីវ៉ាវាយទម្លុះដែលយើងក៏បានដឹងអំពីបំណងរបស់អាកូតូដែរដែលអាកូតូគាត់គឺចង់បំផ្លាញទៅលើ system ឬក៏ឈុត hero មួយនេះព្រោះគាត់យល់ថាឈុត hero មួយនេះវាគឺមិនស័ក្តិសមសម្រាប់អាឡឺគីវ៉ានោះទេដូច្នោះបើគាត់បំផ្លាញជាមួយនឹងធម៌ពលក៏ដូចជាធ្វើឲ្យឈុតមួយនេះលែងដំណើរការនោះអាឡឺគីវ៉ាគឺនឹងមករារាំងដំណើររបស់គាត់ឡើយនៅពេលនឹងផងដែរអាកូតូគាត់គឺចង់បំផ្ទុះខ្លួនឯងដែលបានធ្វើឲ្យអាឡឺគីវ៉ាបានស្រែកហៅគាត់ថាបងកុំអីក៏ប៉ុន្តែធម៌ពលដ៏សន្ធោសន្ធៅក៏បានបំផ្ទុះភ្លាមនៅលើអាកាសដែលហេតុការណ៍មួយនេះក៏ត្រូវបានមើលឃើញដោយអ៊ីកូដូចគ្នា Sorry គឺយូកូដែលការផ្ទុះមួយនឹងផងដែរវាក៏បានធ្វើអាកូតូចំណាយនៅធម៌ពលច្រើនខ្លាំងមែនទែនក៏ប៉ុន្តែឈុត hero របស់អាឡឺគីវ៉ាគឺវាមិនអាចដំណើរការបានទៀតនោះទេ system នៅក្នុងនោះកំពុងតែ error យើងឃើញថាការបំផ្ទុះអំបញ្ញមិញនឹងគឺបានធ្វើអាកូតូដាច់ខ្លួនមួយចំហៀងក៏ដូចជាបាត់បង់ដៃផងដែរក៏ប៉ុន្តែគាត់បានប្រើធម៌ពលរបស់គាត់ក្នុងការបណ្ដុះនៅដៃរបស់គាត់ក៏ដូចជាខ្លួនរបស់គាត់នឹងឡើងមកវិញអាឡឺគីវ៉ាគឺបាននិយាយទៅកាន់អាកូតូថាបងគឺពិតជាសាហាវពេកហើយដើម្បីបញ្ឈប់ខ្ញុំបងអាចសម្បីតែលះបង់នៅខ្លួនឯងការដែលខ្ញុំព្យាយាមហាមឃាត់បងបែបនេះមិនមែនមានន័យថាខ្ញុំស្អប់បងនោះទេក៏ប៉ុន្តែមនុស្សគ្រប់គ្នាទៅវិញទេដែលព្យាយាមស្អប់បងខ្ញុំខ្លាចថានៅពេលដែលបងបំផ្លាញព្រះពេលនោះហើយគឺជាពេលដែលគ្រប់គ្នាស្អប់បងគីវ៉ានៅពេលហ្នឹងគេគឺបាននិយាយបណ្ដាយំបណ្ដាតែម្ដងតែអាកូតូគាត់ក៏បានធ្វើការចាប់បំបែកជាមួយនឹងមុខ hero នោះចេញដូច្នោះប្រព័ន្ធនៅក្នុងឈុតមួយហ្នឹងក៏ត្រូវបានបំផ្លាញអាឡឺគីវ៉ាក៏បានយំព្រមទាំងហៅថាបងប្រុសព្រោះអាកូតូក៏បានប្រាប់ទៅកាន់អាឡឺគីវ៉ាថាអ្វីដែលបងកំពុងតែធ្វើនេះបងគិតថាវាគឺត្រឹមត្រូវមើលមកកាន់យូកូវិញនាងកំពុងតែរត់យ៉ាងលឿនទៅរកអាឡឺគីវ៉ានៅពេលហ្នឹងផងដែរនាងក៏បានឃើញថាអាកូតូបានសាយនៅអាឡឺគីវ៉ាមកអាកូតូក៏បានប្រាប់ទៅកាន់យូកូថាគីវ៉ាគេគឺមិនអីនោះទេនៅពេលហ្នឹងផងដែរយូកូនាងក៏ស្រាប់តែភ្ញាក់ផ្អើលតែម្ដងក៏ដោយសារតែនាងគឺបានឃើញមុខមាត់ពិតនៃ hero របស់នាងហើយដែលវាគឺជាមនុស្សដែលនាងធ្លាប់ស្គាល់វាគឺបានធ្វើឲ្យនាងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនអាឡឺគីវ៉ាក៏ព្យាយាមងើបមកព្រមទាំងនិយាយថាសុំទោសមែនទែនតាមការពិតទៅខ្ញុំគឺមិនព្យាយាមលាក់បាំងនោះទេក៏ប៉ុន្តែអំឡុងពេលដែលគេនិយាយទៅមុខទៀតហ្នឹងយូកូក៏បានអោបគេព្រមទាំងនិយាយថាវាគឺមិនសំខាន់នោះទេអ្វីដែលសំខាន់លោកគឺពិតជាអស្ចារ្យក៏ប៉ុន្តែភ្លាមម៉ាណាបិសាចនៅក្នុងខ្លួនរបស់យូកូក៏ស្រាប់តែប្រតិកម្មតែម្ដងដោយសារតែអាកូតូឈរនៅនឹងមុខនាងរួចអាកូតូក៏បាននិយាយថាសុំទោសរាល់ពេលដែលនាងគឺនៅជិតខ្ញុំនាងគឺនឹងបែបនេះហើយនៅពេលដែលអាកូតូគាត់គឺចង់ចាកចេញអាឡឺគីវ៉ាបាននិយាយថាបងប្រុសហេតុអីបានជាបងមិនដកនៅម៉ាណាសត្វបិសាចបេតមុននេះចេញអំពីខ្លួនរបស់នាងទៅអាកូតូគាត់គឺបានធ្វើការបដិសេធដោយសារតែម៉ាណាបិសាចនេះគឺមិនមែនជាស្នាដៃរបស់គាត់ទេវាគឺជាស្នាដៃរបស់ព្រះស៊ូហារ៉ាដូច្នោះវាគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះស៊ូហា
ហរានោះឯងនោះប្រសិនបើជាខ្ញុំព្យាយាមដកជាមួយនឹងម៉ាណានេះចេញអំពីខ្លួនរបស់នាងវាគឺកាន់តែធ្វើឲ្យនាងកាន់តែឈឺចាប់វិញទេហើយរាងកាយរបស់នាងគឺនឹងទន់ខ្សោយរហូតដល់ស្លាប់ដូច្នោះគឺមានតែធ្វើឲ្យព្រះស៊ូហារ៉ាស្លាប់នោះទេទើបអាចគ្រប់គ្រងនៅស្ថានភាពទាំងមូលបានដែលនៅពេលនឹងផងដែរអង្គតគាត់ក៏មិនបាននិយាយអ្វីច្រើនទៀតទេគាត់គឺបានដើរចាក់ចេញទៅបើទោះបីជាលទ្ធគីវ៉ាព្យាយាមហាមឃាត់គាត់ក៏ដោយមើលមកខាងនេះបន្តិចយើងក៏បានឃើញជាមួយនឹងសាកសពជាច្រើនកំពុងតែដេកដួលសាកសពដេកដួលដេកស្លាប់ដែលទាំងអស់ហ្នឹងវាគឺជាស្នាដៃយ៉ាម៉ាតូប៊ូស៊ីរ៉ូនោះឯងពេលនេះផងដែរគេកំពុងតែបីនៅគីណាគ្រាន់តែគេបានដើរចូលទៅខាងក្នុងភ្លាមក៏បានឮសំឡេងនិយាយថាគីណាគឺជាអត្តសញ្ញាណរបស់ព្រះនាងគឺជាកូនសោដែលអាចបំផ្លាញព្រះដូច្នោះគឺជាមនុស្សដែលយាមកាលនៅព្រះនោះឯងពួកនាងគឺនឹងមិនអនុញ្ញាតឲ្យយ៉ាម៉ាតូធ្វើការបំផ្លាញព្រះនោះទេព្រោះវិធីសាស្ត្ររបស់យ៉ាម៉ូតូគឺនឹងធ្វើឲ្យមនុស្សដាច់ពូជចេញអំពីពិភពលោកនេះដូចគ្នាអានិយាយបានថាបំផ្លាញនៅពិភពលោកនឹងតែម្ដងតែមានតែបានហាមឃាត់យ៉ាម៉ូតូណាគ្រាន់តែយ៉ាម៉ូតូរបស់យើងអូដើរមកឆ្វាច់នឹងគឺថាងាប់បាត់ហើយរួចយ៉ាម៉ូតូគេក៏បាននិយាយថាបើទោះបីជាគេធ្លាប់បរាជ័យនៅក្នុងការបំផ្លាញព្រះនៅក្នុងការការពារព្រះ sorry គឺកែប្រែព្រះបើទោះបីជាគេបរាជ័យប្រមាណដងក៏ដោយគេនៅតែបន្តអញ្ចឹងព្រោះគេគឺមិនជឿថាអ្វីដែលគេធ្លាប់បានឆ្លងកាត់មកតាំងពីសម័យកាលមុនតាំងពីអាយុជីវិតមុនរបស់គេគឺមិនជឿនោះទេថាมันអាចសម្រេចនៅការងារមួយនេះបានគេនៅតែធ្វើវាអញ្ចឹងនៅពេលដែលគេបានដើរទៅដល់មុខដើមឈើដ៏ធំមួយនោះគេក៏បានដាក់នៅគីណាចោរួចគេក៏បានហៅជាមួយនឹង sorry គឺសូត្រជាមួយនឹងភាសាអ្វីមួយយ៉ាងពាក្យពេចន៍អ្វីមួយយ៉ាងដើម្បីធ្វើការដំណើរការនៅ system នេះដែលភ្លាមទ្វារនៃដើមឈើដ៏ធំមួយនឹងក៏ស្រាប់តែបានបើកមកហើយយើងក៏បានឃើញជាមួយនឹងកម្មចិន្តាអណ្ដែតជាច្រើនតែវាក៏ស្របពេលដែលគីណារបស់យើងគឺត្រូវបានជាមួយនឹងព្រលឹងមួយទៀតមកនិយាយម្ដងហើយដែលធ្លាប់ជាអតីតគ្រូរបស់យ៉ាម៉ាតូនោះឯងដែលនាងគឺបាននិយាយទៅកាន់យ៉ាម៉ាតូថាបើសិនបើជាគេបកក្រោយនៅពេលនេះគឺមិនហួសពេលនោះទេព្រោះវិធីសាស្ត្ររបស់គេគឺមិនអាចសម្រេចបានជាលទ្ធផលនោះឡើយមិនថាបើទោះបីជាគេព្យាយាមប៉ុណ្ណាក៏ដោយនាងគឺដឹងថាគេក៏ធ្លាប់បានឆ្លងកាត់ធ្លាប់បានដើរតាមកន្លងព្រះជាច្រើនក៏ដូចជាបានស្ដាប់បង្គាប់នៅព្រះជាច្រើនគេគឺចង់កែប្រែនៅព្រះក៏ប៉ុន្តែដល់ពេលដែលគេកែប្រែវាគឺនៅតែមិនបានសម្រេចអញ្ចឹងហើយអ្នកដែលអាចបំផ្លាញគឺដូចជាកែប្រែនៅព្រះពិតប្រាកដគឺជាស្ដេចបិសាចឬក៏ Demon King នោះឯងអញ្ចឹងឯងបានជាគីណាការបញ្ជាតិមុនឬក៏ Rimuនាងគឺសម្រាប់ចិត្តថានាងគឺទៅជាមួយនឹង Demon King ដែលនៅពេលនេះផងដែរ Rimu នៅក្នុងរូបកាយរបស់គីណាបាននិយាយទៅកាន់យ៉ាម៉ាតូថាបញ្ឈប់វាភ្លាមទៅតែភ្លាមយ៉ាម៉ាតូក៏ស្ទើរតែអោបនាងតែម្ដងដែលវាក៏បានធ្វើឲ្យគីណាពិតប្រាកដនាងគឺដឹងខ្លួនឡើងយ៉ាម៉ាតូដើរចូលទៅព្រមទាំងបាននិយាយថាមិនថាវិធីសាស្ត្ររបស់ខ្ញុំបរាជ័យប៉ុន្មានដងនោះទេខ្ញុំគឺនៅតែបន្តធ្វើវាគាត់ព្រមទាំងសម័យទៅដល់ពេលដែល Rimu របស់គាត់ចូលទៅក្នុងដៃរបស់ Demon King ដោយពេលនោះឯងគឺជាពេលដែលពួកគេទាំងពីរធ្វើការបំផ្លាញនៅព្រះនៅពេលដែលយ៉ាម៉ាតូប៊ូស៊ីរ៉ូដើរចូលទៅខាងក្នុងមិនទាន់នឹងបានប៉ុន្មានផងក៏ស្រាប់តែអាកាតូបានបង្ហាញខ្លួនព្រមទាំងបានហាមឃាត់នៅដំណើររបស់គេអាកាតូក៏បាននិយាយទៅកាន់គេថាខ្ញុំគឺដឹងថាឯងចង់បំផ្លាញព្រះដូចគ្នាហើយក៏ចង់បំផ្លាញយើងផងដែរតែបំណងរបស់ខ្ញុំគ្រាន់តែចង់បំផ្លាញនៅព្រះនៅប្រព័ន្ធដែលគ្រប់គ្រងទៅលើមនុស្សតែប៉ុណ្្នឹងនោះទេខ្ញុំគឺមិនដែលចង់ចាត់ការទៅលើឯងនោះឡើយការបានលើដូច្នោះយ៉ាម៉ាតូគេក៏បានតបថាវាគឺត្រូវហើយពីព្រោះឯងគឺជាមនុស្សតែម្នាក់គត់ដែលបានបំផ្លាញនៅផែនការរបស់យើងដូច្នោះយើងក៏នឹងកំចាត់ឯងដូចគ្នារួចគេក៏បានបញ្ចេញនៅដៃរបស់គេកាត់នៅស្ពានកុំឲ្យអាកាតូចូលទៅហើយពីរនាក់ហ្នឹងក៏ប៉ះគ្នាតែម្ដងវាដើរតែមួយឆ្វាច់ទៀតគឺបានធ្វើអាកាតូមានរបួសជើងបាត់ទៅហើយគីណានាងក៏ចង់រត់ទៅជួយអាកាតូផងដែរក៏ប៉ុន្តែភ្លាមយ៉ាម៉ាតូប៊ូស៊ីរ៉ូក៏ស្រាប់តែកាប់ទៅលើរាងកាយរបស់អាកាតូតែម្ដងក៏ប៉ុន្តែគិតខុសហើយប្រូដែលប៉ុណ្ណឹងគឺមិនអាចពុះបំបែកនៅខ្លួនរបស់អាកាតូបាននោះទេអាកាតូគឺថែមទាំងជេរបំបាំងកាយទៀតផងឬមិនបងអង្គយូរនោះទេអាកាតូក៏បានប្រាជាមួយនឹងធម្មពលម៉ាណាដ៏សន្ធោសន្ធៅរបស់គាត់ធ្វើការសង្កត់ទៅលើរាងកាយរបស់អាកាតូតែម្ដងយ៉ាម៉ាតូច្រឡំអាកាតូអីណែតមីនដែលនៅពេលនេះផងដែរយើងក៏បានឃើញថាយ៉ាម៉ាតូដេកស្ប៉ាបហ្មងព្រោះតែធម្មពលរបស់អាកាតូនឹងគឺវាសាហាវខ្លាំងមែនតើ8សមងក្រោយមកអាកាតូក៏បានឡើងទៅដល់ខាងលើនឹងដែលភ្លាមក៏ស្រាប់ទៅដើមឈើនឹងបានផុសឡើងមកវាគឺជាដើមឈើមួយដែលនៅលើអាកាសមិនបង្អង់យូរនោះទេអាកាតូក៏បានហៅនៅប្រូនេះឲ្យឡើងទៅខាងលើតែម្ដងស្របនឹងពេលនឹងយើងក៏បានឃើញថាយ៉ាម៉ាតូប៊ូស៊ីរ៉ូគេគឺបានដឹងខ្លួនវិញហើយដែលគេក៏បានសួរទៅកាន់អាកាតូថាតើឯងគឺចង់បំផ្លាញនៅខ្លួនរបស់ឯងជាមួយនឹងព្រះមែនទេហេតុអីបានជាឯងសម្រេចចិត្តធ្វើបែបហ្នឹងឯងល្ងងពេកហើយអាកាតូគាត់ក៏បានតបថាខ្ញុំគឺល្ងងតាំងពីដំបូងមកម្ល៉េះខ្ញុំគឺតែងតែគិតថាខ្ញុំគឺនឹងចាត់ការព្រះព្រោះខ្ញុំគឺមិនចង់ឲ្យដំណើរជីវិតរបស់មនុស្សត្រូវពឹងផ្អែកព្រមទាំងជឿទៅលើជំនឿរបស់ព្រះដែលអត់ប្រយោជន៍បែបនេះនោះទេខ្ញុំតែងតែប្រកាន់ខ្ជាប់នៅគំនិតមួយនេះតាំងពីតូចមកម្ល៉េះមិនមកអង្គយូរឡើយអាកាតូក៏បានហោះឡើងទៅខាងលើតែម្ដងដោយសារតែបារម្ភខ្លាំងពេកគីណានាង
ងក៏បានហោះតាមពីក្រោយផងដែរអញ្ចឹងមូលហេតុដែលយ៉ាម៉ាតូប៊ូស៊ីរ៉ូគេមិនមានការតដៃនឹងក៏ដោយសារតែគេពេលនេះទោះបីជាចង់ប្រឆាំងក៏ប្រឆាំងមិនកើតដែរស្របពេលដែលគីណាដោះជាមួយនឹងសម្លៀកបំពាក់ចេញធ្វើការបំបាំងកាយហោះឡើងទៅខាងលើជាមួយនឹងអាកូតូតែអាកូតូគាត់គឺបានចូលមកដល់ក្នុងដើមឈើមួយនឹងហើយបើមើលទៅវាគឺជាប្រភេទនៃប្រព័ន្ធមួយដែលដូចជាត្រូវបានគេច្នៃព្រមទាំងរៀបចំឡើងហើយក៏មានតែកងទ័ពព្រះជាច្រើនគឺសុទ្ធតែជាកងទ័ពស្រីហើយកងទ័ពទាំងអស់ហ្នឹងមិនមែនមនុស្សនោះទេកងទ័ពទាំងអស់ហ្នឹងគឺសុទ្ធតែជាមនុស្សយន្តនិយាយខ្លីទៅកងទ័ពទាំងអស់ហ្នឹងគឺសុទ្ធតែជាបច្ចេកវិទ្យាទាំងអស់នៅពេលដែលវងអង្គរៈក៏ដូចជាវងកងទ័ពរបស់ព្រះទាំងអស់ព្យាយាមបាញ់សង្គ្រប់មកនឹងប្រនីគាត់ក៏បានធ្វើការលះបង់នៅខ្លួនរបស់គាត់ដែលគាត់សុំខ្លួនជាអ្នកទប់ទល់ទុកឲ្យអាកតោជាអ្នកចាត់ការព្រះទៅគាត់ក៏បាននិយាយទៅកាន់អាកតោថានេះគឺជាទូនីតិបើទោះបីជាខ្ញុំស្លាប់ក៏ដោយខ្ញុំគឺមិនមានការសោកស្ដាយនោះទេរួចភ្លាមអាកតោគាត់ក៏ព្យាយាមប្រើប្រាស់ជាមួយនឹងកម្លាំងរបស់គាត់ទាំងអស់ធ្វើការវាយបំផ្លាញទៅលើប្រព័ន្ធមួយនឹងដែលដើមឈើដ៏ធំមួយនឹងនៅក្នុងនឹងគឺសុទ្ធតែជាប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ហើយខ្ញុំក៏មិនដឹងដែរថាប្រព័ន្ធនឹងគ្រប់គ្រងទៅលើមនុស្សបែបម៉េចដែរគឺខ្ញុំមិនដឹងយើងឃើញថាបើទោះបីជាអាកតោព្យាយាមប្រើប្រាស់ធម៌ពលរបស់គាត់វាយបំផ្លាញទៅលើប្រព័ន្ធជុំវិញនឹងក៏ដោយក៏វាមិនបានការដែរព្រោះថានាទីនេះគឺជាលំហដ៏ធំទូលាយមួយដូច្នោះគាត់គឺមិនអាចធ្វើការបំផ្លាញវាបាននោះទេរួចភ្លាមដុំធម៌ពលខ្មៅមួយដែលប្រៀបដូចជាបលេខហូរបានលេចឡើងដែលវាកំពុងតែស្រូបយកជាមួយនឹងអ្វីផ្សេងទាំងអស់នៅទីនេះចូលទៅខាងក្នុងបន្តិចទៀតវាក៏នឹងស្រូបដោយទាំងអាកតោព្រមទាំងប្រនីកផងដែរតែភ្លាមវត្តមានរបស់គីណាបង្ហាញខ្លួនមកទាំងដែលអត់មានខោអាវនោះទេដែលយើងក៏បានដឹងដូចគ្នាប្រសិនបើជាអាធម្មពលខ្មៅដែលដូចជាបលេខហូរនឹងបានស្រូបនៅអ្វីគ្រប់យ៉ាងទាំងអស់នៅក្នុងនេះចូលទៅនោះគឺបានន័យថាពិភពលោកព្រមទាំងមនុស្សទាំងអស់នៅទីនេះគឺត្រូវបានបំផ្លាញអាកូតូនៅពេលនេះគាត់គឺអស់យោបល់ហើយមិនដឹងថាធ្វើបែបណានោះទេដើម្បីបំផ្លាញនៅបលេខហូរមួយនឹងក៏ដូចជាបំផ្លាញនៅទីនេះទាំងស្រុងដើម្បីឲ្យប្រព័ន្ធនៅទីនេះឈប់ដំណើរការនៅពេលនឹងផងដែរប្រនីក៏បាននិយាយជាមួយនឹងគីណាដែលគាត់គឺមាននៅវិធីសាស្ត្រមួយប៉ុន្តែគាត់គឺនឹងមិនមានជីវិតនោះទេដែលវិធីសាស្ត្រមួយនឹងគឺតម្រូវឲ្យគីណារបស់យើងព្យាយាមរួមបញ្ចូលជាមួយនឹងខ្លួនប្រាណរបស់នាងជាមួយនឹងអាកតូនោះធម្មពលរបស់ Demon King និងធម្មពលនៃអ្នកដែលជាកូនសោកបំផ្លាញព្រះគឺនឹងរួមបញ្ចូលគ្នាហើយវាគឺនឹងបង្កើតបានជាធម្មពលដែលអាចបំផ្លាញនៅទីនេះដែលគាត់ក៏បានកាច់បំបាក់ជាមួយនឹងធ្មេញរបស់គាត់មកមួយដែលធ្មេញនឹងគឺសុទ្ធតែជាធម្មពលដែលនៅសេសសល់របស់គាត់វាគឺអាចការពារនៅរាងកាយរបស់អ្នកទាំងពីរមិនឲ្យស្លាប់នោះទេក៏ប៉ុន្តែគាត់គឺនឹងអាចរលាយស្លាប់បានគីណានាងក៏បាននិយាយថានាងគឺនឹងធ្វើគ្រប់យ៉ាងដើម្បីជួយអាកតោហើយនៅពេលនោះផងដែរនៅពេលដែលធម្មពលរបស់អ្នកទាំងពីរបានរួមបញ្ចូលគ្នាប្រលឹងដ៏សំខាន់នៅក្នុងរូបកាយរបស់គីណាដែលជាកូនសោក្នុងការគ្រប់គ្រងព្រមទាំងបំផ្លាញព្រះគឺបាននិយាយជាមួយនឹងគីណាព្រមទាំងបានរៀបរាប់ជាមួយនឹងរឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅកាន់គីណាដែលនាងគឺបានប្រាប់ថាមនុស្សដែលបានស្រឡាញ់នាងគឺ2នាក់ម្នាក់គឺជា Demon King ម្នាក់ទៀតគឺជាយ៉ាម៉ាតូប៊ូស៊ីរ៉ូអ្វីដែលនាងបានប្រាប់ទៅកាន់គីណានោះយ៉ាម៉ាតូប៊ូស៊ីរ៉ូគេគឺចង់គ្រប់គ្រងទៅលើព្រះទៅវិញនោះទេព្រោះថាកាលណាដែលគេគ្រប់គ្រងទៅលើព្រះបានមនុស្សដែលនៅក្នុងបរិរបស់ព្រះឬក៏គ្រប់គ្រងទៅដោយព្រះនឹងគឺនឹងមិនមានសិទ្ធិក្នុងការដេញសម្លាប់នៅគីណាដែលមានជាមួយនឹងពលឹងរបស់អាចារ្យនឹងនៅក្នុងខ្លួននោះទេដូច្នោះពួកព្រះគឺព្យាយាមដេញតាមសម្លាប់ដើម្បីឲ្យពលឹងនឹងគឺទៅរកនៅរូបកាយមួយទៀតក៏ប៉ុន្តែបើយ៉ាម៉ាតូប៊ូស៊ីរ៉ូគេគឺអាចគ្រប់គ្រងទៅលើព្រះនោះគឺនឹងមិនមានរឿងក្រៅមួយនេះកើតឡើងនោះឡើយទាំងនេះឯងគឺជាហេតុផលដែលយ៉ាម៉ាតូប៊ូស៊ីរ៉ូព្យាយាមធ្វើគ្រប់យ៉ាងគឺដើម្បីមនុស្សដែលសំខាន់សម្រាប់គាត់មានសុវត្ថិភាពនោះឯងដែលភ្លាមផងដែរថាមកពោយ៉ាងខ្លាំងក៏បានបំផ្ទុះបំផ្លាញជាមួយនឹងដើមឈើដ៏ធំមួយនឹងដែលបានបន្សល់ជាមួយនឹងកុហកដ៏ធំមួយដែលវាគឺជាធម្មពលដែលបានបំផ្ទុះនោះឯងស្របពេលដែលចចាជនកោរបស់យើងគឺបានមកមើលទីនឹងនាងក៏បានឃើញជាមួយនឹងគីណាព្រមទាំងអាកតោមិនអីនោះឡើយជនកោនាងក៏បាននិយាយថាលោកគឺពិតជាបានបំផ្លាញនៅព្រះពិតមែនព្រោះអាកតោគាត់ក៏បាននិយាយដូចគ្នាគាត់គឺសុំទោសពិតមែនការដែលគាត់ធ្វើបែបហ្នឹងក៏ដើម្បីធ្វើឲ្យមនុស្សគ្រប់គ្នាប្រកាន់ខ្ជាប់ជាមួយនឹងឆន្ទៈរៀងខ្លួនកុំជឿទៅលើព្រះអីជនកោនាងក៏ស្រាប់តែរំលឹកទៅដល់ពាក្យសម្ដីរបស់អាកតោដែលថាបើសិនបើជាគេនៅមានជីវិតគេនឹងមើលថែនាងក៏ប៉ុន្តែមិនទាន់នឹងបាននិយាយអីសួរបួរផងអាឡតគីវ៉ាគេក៏បានមកដល់ព្រមទាំងបានធ្វើការសុំទោសទៅកាន់អាកតោដែលមុននឹងគឺឆ្លើយដល់អាកតោខ្លាំងមែនតែនចង់សម្លាប់ទៀតគេបានបន្តថាគេគឺពិតជាត្រេកអរខ្លាំងមែនតែនដែលបងរបស់គេនៅមានជីវិតចង់អាឡតគីវ៉ានិយាយទៅតែពេលនេះនាងគឺទាមទារបងថ្លៃរបស់នាងធ្វើការគោរពនៅពាក្យសន្យាផងដោយនាងគឺបានប្រតិកម្មអាកតោថាដល់ពេលដែលទទួលខុសត្រូវឲ្យបងត្រូវតែទទួលខុសត្រូវទាំងអស់តែម្ដងនៅពេលដែលបងឯងទៅលេងផ្ទះខ្ញុំលើកមុនណាបងឯងបដិសេធជាមួយនឹងចាយខ្ញុំខឹងអើយខឹងតែខ្ញុំធ្វើអីអត់កើត
rồiជនក៏បាននិយាយថាអាប៉ែនឹងស្ដាយបិសាចក៏ប៉ុន្តែគ្មានទេអូននឹងតបវិញថាស្ដាយបិសាចអីគេគាត់ងាប់បាត់ហើយអានេះគឺជីវិតថ្មីរបស់គាត់ទេណែបើបងអាចយកទេទូខ្ញុំអ្នកស្រីចំអាចារ្យនេះធ្វើភ្លេចអាល្អិតគីវ៉ាមិននេះតែមើលទៅកាន់ចាយគីណារបស់យើងគឺឈើញឹមក្បួយរួចបន្ទាប់ពីនឹងពួកគេក៏បានត្រឡប់មកវិញមកមើលសាលារៀននោះគ្មានទេមាត់ខ្ទេចអស់តែម្ដងក៏លេទៅវាក់អាកាតូរត់មកអោពីចម្ងាយតែម្ដងអញ្ចឹងគឺជាសិស្សច្បងហ្វូជីកូនោះឯងទៅលោកតលូនណាបងដោយសារតែរឿងរ៉ាវគ្រប់យ៉ាងគឺបានចប់សពគ្រប់អស់ហើយអាចារ្យរបស់យើងក៏លេងស្ទាយចាស់ថាចាំមើលខ្ញុំនឹងធ្វើស្ទាយចាស់គម្រោងការនៅតែបន្តធ្វើយ៉ាងណាក៏ដោយគឺយក Demon King យកមកគ្រប់គ្រងហ្មងយកមកធ្វើកូនចៅអាកាតូគាត់ក៏បានតបថាយីសិស្សច្បងនៅដែរអញ្ចឹងគឺថាទាំងអស់គ្នាក៏បានមកជុំគ្នាហើយទាំងចែចែលីលីនិងចែចែមួយទៀតភ្លេចឈ្មោះបាត់ហើយអូមែនគូរូណេតើបាននិយាយគ្នាអីស៊ីជម្រៅផងនឹងចែចែគីណារបស់យើងសុំទៅមុនហើយព្រោះនាងពេលនេះឃ្លានបាយអូខេអញ្ចឹងនៅចុងកតុយសិស្សរឿងហ្នឹងគ្មានអីច្រើននោះទេគ្រាន់តែបានបង្ហាញអំពីសកម្មភាពខ្លះគឺសកម្មភាពរៀនសូត្រសកម្មភាពអីផ្សេងៗនៅក្នុងសាលានៅក្នុងផ្ទះអញ្ចឹងទៅវាគ្មានអីច្រើននោះទេវាគឺជាសកម្មភាពប្រចាំថ្ងៃគឺជាសកម្មភាពនៃការរៀនសូត្ររបស់ពួកគេនោះឯងអញ្ចឹងសិស្សរឿងមួយហ្នឹងគឺចប់តែត្រឹមហ្នឹងហើយអ្វីដែលមានចង់បញ្ជាក់ឲ្យកាន់តែក្បោះក្បាយបន្តិចគឺថាសិស្សរឿងមួយហ្នឹងដំណើររបស់វាគឺបានលេងឡើងនិយាយអំពីស្ដេចបិសាចមែនអត់អញ្ចឹងអាកាតូដែលជាស្ដេចបិសាចរបស់យើងហ្នឹងគោលការណ៍របស់គាត់ក៏ដូចជាបំណងរបស់គាត់ហ្នឹងគឺមានឆន្ទៈមួយគឺគាត់ចង់បំផ្លាញនៅព្រះគាត់យល់ថាការដើរតាមព្រះគឺដូចជាមិនត្រឹមត្រូវតតែសោះព្រោះមិនថាមនុស្សធ្វើអីនោះទេឲ្យតែបានផលមកគឺតែងតែអរគុណព្រះហើយអញ្ចឹងយកព្រះជាធំរហូតហ្មងតែគាត់គឺមិនគិតបែបនេះឡើយគាត់ក៏ចង់ឲ្យមនុស្សគ្រប់គ្នាទទួលយល់ដឹងអំពីខ្លួនឯងជាខ្លួនឯងទៅវិញអញ្ចឹងព្រះនៅក្នុងរឿងមួយហ្នឹងគ្រាន់តែជាប្រព័ន្ធនៃការគ្រប់គ្រងមួយឬក៏បច្ចេកវិទ្យាមួយដែលត្រូវបានគេបង្កើតឡើងអញ្ចឹងទៅតែព្រះពិតប្រាកដក៏មិនដឹងជាស្អីដែរដឹងត្រឹមថាជាបច្ចេកវិទ្យាជាប្រព័ន្ធអញ្ចឹងរឿងមួយហ្នឹងគឺមានតែប៉ុណ្្នឹងនោះទេសិស្សរឿងគឺរៀងវល់តប៉ែឡាយបន្តិចតែល្អមើលល្អសើចដែរហើយលើគេនិយាយថាសិស្សរឿងមួយហ្នឹងគឺតួឯករបស់យើងខ្លាំងណាស់ខ្លាំងមែនតើហ្មងខ្លាំងជាងគេក្នុងចំណោមរឿង anime ទាំងអស់ក៏ប៉ុន្តែខ្លាំងមែនណាខ្លាំងរបៀបថាគ្មានបានវាយណាមកបៀកព្រោះអីគ្មានតួអីវាយផងហ្នឹងបើតួមួយចេញមកវាយគ្នាមកវាយមកបន្តិចចប់អញ្ចឹងនៅក្នុងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេជាចុងក្រោយមានអរគុណខ្លាំងមែនតើសម្រាប់ការគាំទ្របើសិនមកជាមាននៅកំហុសខុសឆ្គងត្រង់ណាដែលបានកើតឡើងដោយអចេតនាអេមីនក៏សូមធ្វើការអភ័យទោសយើងក៏នឹងវិលមកជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូសម្រាប់រឿងជាបន្តខណៈពេលនឹងពេលមានជម្រាបលាបាយ